ទម្លាប់4របស់ភរិយាមិនគួរឲ្យស្វាមីដឹងជារៀងរហូត 1. តាមដានចាប់កំហុសទម្លាប់អាក្រក់បំផុតរបស់មនុស្សស្រីគឺចូលចិត្តតាមដានដៃគូដើម្បីតាមចាប់កំហុសទង្វើបែបនេះគេហៅថាខ្វះភាពជឿជាក់ហើយបើមិនជឿជាក់ដដែលតើរៀបការនឹងគ្នាធ្វើអ្វីបើភរិយាទាំងឡាយមានទម្លាប់ចូលចិត្តតាមដានស្វាមីគួរកែប្រែព្រោះបើគាត់ដឹងវានឹងធ្វើឲ្យគាត់ធុញទ្រាន់ចាប់ផ្ដើមមិនចូលចិត្តប្រពន្ធបែបប៉ូលីសស៊ើបអង្កេតបែបនេះ 2. លួចឆាយទូរស័ព្ទឲ្យតែមានឱកាសតែងតែលួចមើលទូរស័ព្ទរបស់បុរសនេះជាទង្វើរបស់ភរិយាមួយចំនួនបើប្តីដឹងតើគាត់មានអារម្មណ៍បែបណាគាត់អាចខ្វះទំនុកចិត្តលើអ្នកហើយបើរឿងនេះកើតឡើងញឹកញាប់ច្បាស់ណាស់ភ្លើងចំនួនប្រកាសជាឆេះមិនខាន 3. យកបញ្ហាប្តីប្រាប់អ្នកក្រៅមិនថាញាតិឬភឿនមិត្តទេពួកគេមិនគួរដឹងបញ្ហារបស់ស្វាមីអ្នកឡើយដែលវារួមមានបញ្ហាផ្លូវភេទបញ្ហាហិរញ្ញវត្ថុឬអសមត្ថភាពអាជីពជាដើមគ្មានបុរសណាម្នាក់ចង់ឲ្យប្រពន្ធខ្លួនហើយគេប្តីប្រាប់ពិភពលោកឡើយរឿងក្តៅរឿងត្រជាក់ជារឿងគ្រួសារយើងហេតុអីត្រូវប្រកាសប្រាប់គេឯងឲ្យម្នាក់ៗជួយជួបនៅភាពអាម៉ាស់បែបនេះ 4. រំលឹកគូស្នេហ៍ចាស់នរណាក៏មានអតីតកាលហើយក្នុងនោះស្ត្រីមិនពេលរៀបការនាងអាចធ្លាប់មានសង្សារបើមានមែនវាក៏មិនសំខាន់ទៀតដែរតែសំខាន់កុំរំលឹកបើកពោះកកាយអំពីគូស្នេហ៍ចាស់ឲ្យស្វាមីបានឮដែលទង្វើនេះហាក់បីដូចជាទម្លុះបេះដូងរបស់គាត់អីចឹងមានន័យថាក្នុងការរំលឹកពីគេព្រោះពេលនេះអ្នករៀបការមានសុភមង្គលទៅហើយសូមអរគុណ